ជំរាបសួរបងប្អូនបងប្អូនសាជាថ្មីមកទៀតជាមួយនឹង X32 rack បងប្អូនណាចឹងប្រភេទ rack ម្ដងបងប្អូនណាដែលយើងទិញបានទទួលបានខ្សែ power មួយនិងសភៅដដែលបងប្អូនបាទតែទូទៅតែទិញ mixer គឺគេថែមមកសភៅហ្នឹងគេប្រាប់ពីរបៀបប្រើប្រាស់ឥឡូវយើងធ្វើការ unboxing មួយមើលឲ្យបងប្អូនយើងមើលតិចថាតើ X32 rack នឹងមានអ្វីខ្លះហើយសម្រាប់បងប្អូនត្រូវការបាទធូរលុយមែនតើបងប្អូនយកទៅលេងបាទអាជីវកម្មអកកេះអកកដងឲ្យបានមួយអែមបងប្អូនណាអញ្ចឹងសម្រាប់ X32 rack នេះយើងមានក្នុង stock អូបាទមានតិចមែនតើបើលហែកថងបាទថ្មីបងប្អូនថ្មីកេះអញ្ចឹងពេលដែលបងប្អូនទិញពីខាងខ្ញុំហើយខ្ញុំបាទជំរាបប្រាប់បងប្អូនដដែលបាទយើងធ្វើការបាទបង្ហាញក៏ដូចជាបង្រៀនរបៀបប្រើប្រាស់ជូនបងប្អូនណាបងប្អូនណាបងប្អូនចែកគ្នាដាច់ពាក្យថាបង្រៀនប្រើប្រាស់បាទហើយបរៀនសេរីខុសគ្នាបងប្អូនណានិយាយទូទៅគឺបរៀនប្រើប្រាស់ហើយបរៀនសេរីផ្សេងទៀតបងប្អូនបាទប៉ុន្តែយើងប្រាប់បងប្អូននេះបងប្អូនសម្រាប់ X32 rack គឺរូបរាងបែបហ្នឹងបងប្អូនបាទបងប្អូនមើលមកជុំទៅបាទអូខេស៊ីន 100% តោះខ្ញុំដោះកេះទុកសិនអូខេបងប្អូននេះបាទ X32 rack ខ្ញុំសុំពីថងវិញបាទ X32 rack នេះបងប្អូនស៊ីនមួយជុំដូចឡានណាបងប្អូនស៊ីន 100% បងប្អូនណាអញ្ចឹងបងប្អូនខ្ញុំបញ្ជាក់ X32 rack យើងមាន16 input បងប្អូននេះ16ពី1ដល់16ហើយ out out គឺយើងមាន8បាទมันខុសអីពី wing rack ទេប៉ុន្តែ wing rack គេបាន24អានេះ16បើយើងប្រៀបមួយម៉ៃដាស់ MR18 បាទมันខុសគ្នាទេប៉ុន្តែវាលើសម៉ៃដាស់ទៀតត្រង់ថាអុកវាមានអុក out អុក in ដែរអញ្ចឹងបងប្អូនណានេះយើងអាចដាក់លុយ6លីចាក់ចូលបងប្អូនអញ្ចឹងវាមាន5 channel បាទនេះយើង5 6អញ្ចឹងយើងអាចប្រើបានបងប្អូននេះ5 6បាទអញ្ចឹងទៅបាទ4 3 2 1អញ្ចឹងបងប្អូនណាបាទអញ្ចឹងអែមហើយនេះកាតបងប្អូនអាចថតត្រាក់បានជាមួយ mixer នេះបងប្អូនអាច connect ជាមួយ iPad បាទ computer បងប្អូនប្រើបានបងប្អូនថតត្រាក់បានទៀតបងប្អូនព្រោះយើងខាងមុខគឺយើងមាន interface បាទ interface យើងនេះបានន័យថាអេក្រង់យើងនេះយើងអាចតែអត់ touch ណាបងប្អូនបញ្ជាក់អញ្ចឹងយើងអាចប្រើវាយើងបញ្ជាលើ channel មួយ EQ អីទៅតាមនោះបានបាទដូចធម្មតាសម្រាប់ហ្នឹងខ្ញុំសូមធ្វើការដោតភ្លើងក៏ដូចជាបើកជូនបងប្អូនបន្តិចបាទអូខេបាទនេះជា X32 rack អញ្ចឹងបងប្អូនឈ្មោះហេតុអីបានដាក់ X32 rack ចឹងបានន័យថាវាអាចរ៉ានដល់32 channel ដោយបងប្អូនគ្រាន់តែប្រើ stage box បាទនៅពេលដែលបងប្អូន route ទៅបងប្អូនអាចប្រើអញ្ចេះវិញបានបាទអញ្ចឹងបងប្អូនខ្ញុំបញ្ជាក់នៅពេលដែលបងប្អូនបើកទៅបងប្អូនអាច route ប្រើមួយគ្នាបានជាមួយនឹង stage box នេះគឺបងប្អូនអាចបញ្ជាជាមួយ mixer នេះបានបងប្អូនឃើញទេបាទ32 input 16 output អញ្ចឹងបងប្អូនគ្រាន់តែ connect ជាមួយនេះបងប្អូននេះអញ្ចឹងបងប្អូនអាចដោតគ្នាបានដោតចូលគ្នាបានដូចថាពី A ចូល port A មកដើម្បីបងប្អូន route វាទៅប្រើជាមួយ stage box ខាងលើនេះបាទនេះបាទ A ចូល A មកបងប្អូនប្រើវាជាមួយ stage box ខាងលើនេះស្មើនឹងបាទ32 channel បងប្អូនលេខអកកេះមកឆ្ងាញ់តែម្ដងបាទបងប្អូនដោត network ប្រើបងប្អូនណាអូខេអញ្ចឹងសម្រាប់ mixer នេះដែរបងប្អូន mixer នេះដែរតម្លៃបាទយើងលក់ជូនបងប្អូនត្រឹមតែបាទ$950ទេ X32 rack បញ្ជាក់បងប្អូនណាតម្លៃត្រឹមតែ$950ទេ X32 rack បើនេះ stage box $850អញ្ចឹងបងប្អូនចង់ប្រើ32បងប្អូនចង់អាចប្រើបែបនេះក៏បានដែរយើងដាក់ក្នុង rack ទៅបងប្អូនលេងឆ្ងាញ់បាទនេះយើងចាប់មួយ rack ទៅដើម្បី input លើឆាកអីក៏បានដែរហើយនេះជា mixer ទៅបងប្អូនរត់ network មកទៅប្រើទៅបានដែរអូខេអញ្ចឹងបងប្អូនខ្ញុំអរគុណបងប្អូនសម្រាប់ទស្សនាវីដេអូនេះផងដែរហើយខ្ញុំមានការបង្ហាញបងប្អូនប៉ុណ្ណឹងពីព្រោះខ្ញុំលក់ខ្ញុំនិយាយច្បាស់ប្រាប់ត្រង់ជូនបងប្អូនគ្រាន់តែចង់ឲ្យបងប្អូនយល់បន្ថែមថាអូអានឹងអាចប្រើបានប៉ុណ្ណេះដោយប្រើអីមួយអីអញ្ចឹងជាទូទៅខ្ញុំអត់ដែលបានបង្ហាញវីដេអូហ្នឹងទៅលើ social media ជូនបងប្អូនសម្រាប់ខ្ញុំផ្ទាល់ខ្ញុំអត់ដែលបានបង្ហាញអញ្ចឹងឥឡូវនេះខ្ញុំធ្វើការបង្ហាញជូនបងប្អូនជាមួយនឹង X32 rack បងប្អូនចង់ប្រើ32 channel ប្រើ stage box មកដើមទៀតតែបងប្អូនប្រើ16 channel ប្រើតាខ្លួនវាក៏បានដែរហើយសម្រាប់អកកេះលេងមកឆ្ងាញ់តោះខ្លួនវាក៏បានដែរបាទ16 channel លេងគ្រប់ដែរប៉ុន្តែដោយសារយើងមាន opt in ដល់6ទៀតអញ្ចឹងបងប្អូនអាចដាក់អកទៅចូល opt in ហ្នឹងទៅបាទប្រើបានដែរបងប្អូនអរគុណ
អរគុណច្រើនបងសម្រាប់ទស្សនាវីដេអូនេះហើយយើងធ្វើការធានាមួយឆ្នាំជូនបងប្អូនដដែលបង្រៀនពីរបៀបប្រើប្រាស់ជូនបងប្អូនឆ្ងល់អាចសួរបានជាមួយនឹងខ្ញុំអាចជំរាបប្រាប់បងប្អូនបានអរគុណបងប្អូនណាបាយបាយ